ខ្ទឹមសជាអាហារទូទៅដែលតែងតែមាននៅក្នុងផ្ទះបាយជាច្រើនទូទាំងពិភពលោកហើយវាមានរាប់រយឆ្នាំមកហើយគណៈពេលដែលវាត្រូវបានគេប្រើប្រាស់ដើម្បីរៀបចំម្ហូបអាហារវាត្រូវបានគេប្រើវាជាឱសថក្នុងផ្ទះជាច្រើនឆ្នាំមកហើយដោយសារខ្ទឹមសជាគ្រឿងផ្សំដ៏សម្បូរបែបវាមានគុណប្រយោជន៍ជាច្រើនខ្ទឹមសត្រូវបានគេយកមកធ្វើម្ហូបកម្ចាត់សត្វល្អិតនិងថែមទាំងប្រើក្នុងអបិយជំនឿផ្សេងៗទៀតផងដែរមិនថាហេតុផលអ្វីក៏ដោយយើងដឹងហើយថាខ្ទឹមសគឺជាអាហារសម្បូរសារធាតុចិញ្ចឹមអ្នកដឹងទេខ្ទឹមសដែលមានផ្ទុកនៅក្នុងផ្ទះបាយរបស់អ្នកមានអត្ថប្រយោជន៍ជាងការគិតវាមិនមែនត្រឹមតែជាគ្រឿងទេសទេតែជាឱសថធម្មជាតិដ៏អស្ចារ្យសម្រាប់សុខភាពវាក៏អាចសម្លាប់មេរោគបានល្អជាងថ្នាំអង់ទីប៊ីយោទិកដែលបានចេញដោយវេជ្ជបញ្ជាមួយចំនួនវាក៏អាចជួយប្រឆាំងនឹងការឡើងជាតិទឹកក្នុងរាងកាយនិងការរលាកនៅក្នុងជាលិការបស់រាងកាយផងដែរខ្ទឹមសអាចធ្វើឲ្យប្រសើរឡើងនៅគ្រប់ផ្នែកនៃមុខងាររាងកាយរបស់អ្នកវាមានគុណសម្បត្តិសំខាន់ជាច្រើនហើយអាចផ្ដល់អត្ថប្រយោជន៍ដល់សុខភាពរបស់អ្នកតាមវិធីផ្សេងៗជាច្រើនតាមពិតខ្ទឹមសគឺជាអាហារដែលមានកាឡូរីខ្ពស់រហូតដល់100កាឡូរីក្នុង100ក្រាមទោះជាយ៉ាងណាក៏ដោយខ្ទឹមសមិនសូវមានអ្នកទទួលទានច្រើននោះទេប៉ុន្តែការទទួលទានខ្ទឹមសគឺកាត់បន្ថយការឡើងទម្ងន់បាន1ជួយបង្កើនប្រព័ន្ធប្រយុទ្ធនឹងជំងឺខ្ទឹមសមានទាំងកាបូអ៊ីដ្រាតនិងប្រូតេអ៊ីនដែលជួយពង្រឹងសមត្ថភាពរាងកាយនិងសុខភាពផ្លូវចិត្តរបស់អ្នក2កាត់បន្ថយខូលេស្តេរ៉ុលនិងសម្ពាធឈាមវាជួយកាត់បន្ថយកម្រិតខូលេស្តេរ៉ុលក្នុងរាងកាយនិងគ្រប់គ្រងសម្ពាធឈាមរបស់អ្នកបាន3មានសារធាតុអាលីស៊ីនដែលសម្លាប់មេរោគបានខ្ទឹមសក៏មានវីតាមីននិងសារធាតុរ៉ែខ្ពស់ផងដែរដូចជាវីតាមីន B សូស្យូម បូតាស្យូមនិងម៉ាឡេស្យូមវាក៏មានសារធាតុអាលីស៊ីនខ្ពស់ផងដែរដែលជាសារធាតុផ្សំពីស្ពាន់ធម៌4ជួយក្នុងការរលាកនិងបង្ការមេរោគខ្ទឹមសអាចព្យាបាលការឆ្លងមេរោគជំងឺបេតាពូលីននិងបញ្ហាផ្លូវដង្ហើម5ជួយដល់សុខភាពបេះដូងវាមានសារធាតុប្រឆាំងអុកស៊ីតកម្មនិងប្រឆាំងនឹងការរលាកដែលជួយដល់សុខភាពសរសៃឈាមបេះដូង6ការពារភាពចាស់មុនអាយុវាក៏ជួយបង្កើនលំហូរឈាមរបស់រាងកាយនិងការពារភាពចាស់មុនអាយុផងដែរ1ដាក់ខ្ទឹមសក្រោមខ្នើយតើអ្នកដឹងទេហេតុអ្វីបានជាគេដាក់ខ្ទឹមសនៅក្រោមខ្នើយមុនពេលគេងជំនឿបុរាណជួយសម្រួលដំណេកនិងបន្ថយភាពតានតឹងនេះជាអាថ៌កំបាំងតាំងពីបុរាណមកដែលត្រូវបានគេប្រើប្រាស់ដើម្បីសម្រួលដល់ដំណេកជាច្រើនជំនាន់មកហើយវាមានអត្ថប្រយោជន៍ជាពិសេសសម្រាប់អ្នកដែលពិបាកក្នុងការគេងលក់សមត្ថភាពដែលមានផ្ទុកស្ពាន់ធម៌របស់ខ្ទឹមសនិងក្លិនដ៏ខ្លាំងរបស់វាមានឥទ្ធិពលនិងអាចជួយឲ្យការគេងរបស់អ្នកបានស្រួលខ្ទឹមសគឺខ្លាំងហើយអាចនឹងពិបាកទ្រាំប៉ុន្តែទោះជាយ៉ាងណាក៏ដោយបន្ទាប់ពី 2-3 ថ្ងៃអ្នកនឹងសមហើយអ្នកនឹងគេងលក់បានស្កប់ស្កល់អ្នកនឹងលែងមានអារម្មណ៍ថារំខានទៀតខ្ទឹមសក៏មានឥទ្ធិពលវិជ្ជមានទៅលើរាងកាយរបស់អ្នកពេញមួយថ្ងៃហើយវាជួយនៅពេលយប់ក្នុងការបញ្ចូលធម្មពលឡើងវិញសម្រាប់ពេលថ្ងៃបន្ទាប់2ភេសជ្ជៈសម្រាប់គេងគ្រឿងផ្សំខ្ទឹមស1កំពឹសទឹកដោះគោ1កែវទឹកឃ្មុំ1ស្លាបព្រារបៀបធ្វើដាក់ខ្ទឹមសជាមួយទឹកដោះគោ3នាទីបន្ទាប់មកទុកឲ្យត្រជាក់បន្ថែមទឹកឃ្មុំផឹក30នាទីមុនចូលគេងជារួមខ្ទឹមសមិនត្រឹមតែជាគ្រឿងទេសទេប៉ុន្តែជាអាហារព្យាបាលមានសារៈសំខាន់សម្រាប់សុខភាពអ្នកអាចប្រើវាសម្រាប់ការរស់នៅប្រចាំថ្ងៃដើម្បីការគេងលក់បានល្អនិងរស់នៅមានថាមពលបើអ្នកចូលចិត្តវីដេអូនេះសូមជួយចុច like share និង subscribe Channel របស់យើងខ្ញុំនឹងព្យាយាមចែករំលែកព័ត៌មានសុខភាពបន្ថែម